បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នានេះគឺជាប្រភេទ Jasper មួយប្រភេទដែលគេហៅថា Agate Jasper មានន័យថាមានប្រភេទសាច់ Agate ឬមួយក៏គេហៅជាទម្រង់ Agate ហើយនឹង Jasper ឥឡូវខ្ញុំបើក flash ជូនបងប្អូនអរគ្នាដើម្បីបានទស្សនាបាទរៀងព្រិលតិចអញ្ចឹងសាច់របស់គេគឺយើងមើលឃើញថាមានផ្ទៃចាក់ពណ៌បែបគេហៅថាពណ៌ចម្រុះណាហ្នឹងហើយសាច់របស់គេនេះគឺទម្រង់ចាហួយខាប់ណាអត់សូវថ្លាទេតែមើលឃើញទៅដល់បាតខាងក្នុងខ្លះដែរណាមានភ្នែកនេះឃើញទេចំណុចនេះគឺភ្នែកបងប្អូនអរគ្នាឃើញទេភ្នែកកន្លែងនេះគឺទម្រង់កាយ៉ៅណាទម្រង់កាយ៉ៅអញ្ចឹងគឺសម្រាប់របស់គេស្អាតប្លែកហើយបងប្រុសដំបូងខ្ញុំគិតថាខ្ញុំធ្វើឡតណាបងប្អូនអរគ្នាប៉ុន្តែដល់ពេលបងប្រុសគាត់ថាធ្វើទម្រង់ឡតដែរប៉ុន្តែសូមកុំចាស់ហ្នឹងហើយសូមកុំចាស់ខ្ញុំក៏ធ្វើទម្រង់ឡតដែរទៅហើយអត់ចាស់ទេឃើញថាសម្រស់ក៏ស្រស់ស្អាតមិនធម្មតាដែរបងប្អូនអរគ្នាហើយនេះសាច់ដែលនៅសល់ដែលជាផ្នែកម្ខាងទៀតហើយគាត់ឲ្យខ្ញុំបាទធ្វើការពូលាឥឡូវពូលាបាទទុកផ្នែកខាងនេះគឺធម្មជាតិបាទផ្នែកខាងនេះធម្មជាតិនេះកន្លែងយើងកាត់មើលសាច់ដំបូងបន្ទាប់មកយើងកាត់ពុះតែម្ដងពុះយកមកខាងនេះធ្វើនេះមកខាងនេះធ្វើនេះហើយសាច់របស់គេរៀងស្ដើងឃើញថាចំណុចកណ្ដាលនេះគឺមានគ្រីស្តាល់ប៉ុន្តែមិនដាច់នេះទេមើលទៅគឺថាស្មើគ្នាល្អបងប្អូនអរគ្នាហើយត្រូវពណ៌ចាក់អញ្ចឹងទៀតមានកាយ៉ៅមានអីទៀតគឺសម្រស់ស្អាតប្លែកមួយបែបណាពណ៌ក៏ស្អាតប្លែកមួយបែបហ្នឹងហើយតែប៉ុន្តែប្រភេទនេះក៏មានមួយចំនួនផ្សេងទៀតដែរតែគាត់ថាយើងមានតម្រងផ្សេងគ្នាបាទមានតម្រងផ្សេងគ្នានេះក៏មកតម្រងដែរនេះគឺមកតម្រងដែរយើងអាចយកទៅឡាំធ្វើកម្មឬមួយក៏យកទៅឆ្លាក់ជាបដិមាចម្លាក់ណាមួយស្អាតប្លែកនៅតម្រងពណ៌ខ្លាញ់ក្តាមប៉ុន្តែมันប្រកាសថាឃើញពណ៌លឿងអញ្ចឹងពណ៌អញ្ចឹងកាត់ទៅគឺលឿងឯណាព្រោះនេះគឺជាផ្នែកដែលប៉ះពណ៌ជាមួយបរិយាកាសខាងក្រៅបងប្អូនអរគ្នាអញ្ចឹងប៉ះពណ៌ជាមួយបរិយាកាសខាងក្រៅគឺធម្មជាតិដែលវាជាប្រភេទធម្មជាតិដែលមានសភាពសាច់រលោងរលើបអញ្ចឹងលំហូរតាមទឹកលំហូរតាមអីអញ្ចឹងទៅក៏រលើបរលោងប៉ុន្តែពណ៌អាចនឹងយើងមើលឃើញអញ្ចឹងប៉ុន្តែគេកាត់ទៅអាចនឹងសអាចនឹងលឿងជាងនឹងឬមួយអីអញ្ចឹងទៅវាអត់ទៀងណាយើងមើលទៅថាងដូចម្ដុំហ្នឹងទៅបែកមិនមែនទៅបែកហ្នឹងគឺបច្ចុប្បន្ននឹងទេរាប់ពាន់ឆ្នាំរាប់ពាន់ឆ្នាំហើយយូរខ្លាំងមែនទែនហើយតម្រងនេះគឺជាប្រភេទ Jasper Agate តម្រងជា mousse មានន័យថាជាតម្រងផ្កាថ្មឬមួយក៏ផ្កានៅផ្ទៃទឹកសារ៉ាយចាហួយអីចឹងទៅណាជាតម្រង mousse យើងឃើញថាមានសរសៃបែបអុចហ្នឹងតម្រងដូចឫសឈើដូចអីចឹងទៅគេហៅ mousse ហ្នឹងគឺជាប្រភេទធម្មជាតិដែលមានសម្រស់ស្រស់ស្អាតប្លែកមួយបែបមួយទៀតដែលក្នុងខេត្តព្រះវិហាររបស់យើងមានហើយមិនមែនយកមកពីក្រៅស្រុកមកពីអីបងប្អូនអរគ្នាគឺនៅក្នុងខេត្តព្រះវិហាររបស់យើងតែម្ដងក្នុងប្រទេសកម្ពុជាហើយឃើញសភាពសាច់របស់គេគឺភ្លឺរលោងណាមិនដាក់ប្រេងមិនអីទេគឺភ្លឺរលោងដោយសារតែគេកាត់ទៅតាមធម្មជាតិណាហ្នឹងហើយប្រែប្រួលតាមធម្មជាតិហើយខាងនេះក៏ភ្លឺរលោងរបស់គេដែរអ្នកឃើញយើងមើលឃើញម្ដុំគឺសុទ្ធតែសាច់ភ្លឺរលោងតែម្ដងអូខេអញ្ចឹងមិនហ៊ានរំខានបងប្អូនយូរទេហើយក៏មិនហ៊ានថតយូរដែរបងប្អូនអរគ្នាយើងត្រូវនៅទីនេះគឺនៅស្ដាប់ស្ថានភាពឡើយទេដូចម្សិលមិញគឺ F16 ហោះលើក្បាលហើយឥឡូវយ៉ាងណាក៏យើងនៅតែខំប្រឹងប្រែងដើម្បីជីវភាពបន្ថែមនិងអរគុណច្រើនសម្រាប់ការចូលរួមទស្សនាក្នុងคลิปរបស់ខ្ញុំបាទហើយនឹងការគាំទ្របាទអរគុណគ្រប់ជម្រាបលា